តែការធ្លាក់ឈាមក្រោយវ័យដែលយើងមានវ័យ40ឆ្នាំណាហើយយើងមានដុំសាច់ក្រិនដែលព្យាបាលហ្នឹងតើយើងត្រូវកាត់ស្បូនមែនខ្ញុំជួបអូនស្រីម្នាក់គាត់វ័យ40ជាងហើយគាត់មានធ្លាក់ឈាមយើងមិនទៅឃើញថាគាត់មានសាច់ក្រិនដែលជាប្រភេទសាច់ហ្នឹងគឺมันអាចបេះបន្លែយកចេញបានទេប៉ុន្តែកើតឡើងចំពោះអ្នកវ័យ40ឆ្នាំជាងជាពិសេសអ្នកដែលគាត់លើសទម្ងន់ខ្លាំងដោយសារអរម៉ូនគាត់មិនប្រក្រតីហើយធ្វើឲ្យកម្រាស់ស្បូនគាត់ក្រាស់គាត់ធ្លាក់ឈាមជាងចំពោះមុខកម្រាស់ស្បូនក្រាស់ប្រសិនបើក្រាស់ខ្លាំងពេកគេអាចបូមកម្រាស់ស្បូននឹងយកទៅវិភាគផងយកទៅព្យាបាលសម្រាប់ក្នុងការព្យាបាលផងទី2គេប្រើប្រាស់ថ្នាំដើម្បីទៅព្យាបាលកុំឲ្យសាច់ហ្នឹងវាក្រិនខ្លាំងពេកហើយជំរឿនៃការព្យាបាលគឺគេព្យាបាលប្រសិនបើអត់ឆ្លើយតបទៅជំរឿការកាត់ស្បូនហ្នឹងជាក្រោយហើយអាស្រ័យលើគាត់មានគូផ្សំនៃជំងឺអីផ្សេងទៀតអត់ក៏ប៉ុន្តែបើគ្រាន់តែសាច់ក្រិនមានការធ្លាក់ឈាមនៅកម្រាស់ស្បូនក្រាស់គឺបងប្អូនអាចព្យាបាលបានដោយយើងចាក់ប្រភេទថ្នាំវិជា3ខែម្ដងឬក៏កងដាក់ក្នុងស្បូនឬក៏កងដាក់ក្នុងស្បូនហ្នឹងគឺប្រភេទអរម៉ូនណាបងប្អូនមិនមែនប្រភេទកងទុកដែងដែលប្រើបាន10ឆ្នាំមិនមែនទេគឺកងអរម៉ូនប្រើបានតែ3ទៅ4ឆ្នាំទេហើយនៅប្រភេទកងដាក់ដៃមធ្យោបាយនេះអាចព្យាបាលកុំឲ្យគាត់ហ្នឹងឈានទៅដល់ដំណាក់កាលពេលកាត់ស្បូនបានពីព្រោះស្ត្រីខ្មែរមិនថាស្ត្រីខ្មែរមិនថាបរទេសទេដោយពេលដែលឮថាមានការកាត់ស្បូនគាត់ភ័យគាត់បារម្ភគាត់ខ្លាចអញ្ចឹងរាល់បញ្ហាបើសិនជាអត់ត្រូវការកាត់ទេគេអត់កាត់ទេអ្វីដែលជាតម្រូវការកាត់អាចមានតែ20ទៅ30%តែប៉ុណ្្នឹងឯងនៅក្នុងករណីដែលគាត់ឈឺអញ្ចឹងបងប្អូនកុំមានការបារម្ភថាគ្រប់តែការឈឺគឺគូពេទ្យត្រូវតម្រូវបងប្អូនកាត់ស្បូនគឺអត់ទេ